គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការស្វែងរករថយន្ត Toyota Prius ដើម្បីប្រើប្រាស់ជាលក្ខណៈគ្រួសារឬមួយក៏បម្រើការងារប្រចាំថ្ងៃបាទវីដេអូនេះគឺជាវីដេអូសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនៅខាងមុខបងប្អូននេះគឺជារថយន្ត Toyota Prius ស៊េរីឆ្នាំ2006ហើយក៏ជាប្រភេទរថយន្ត Full Option ដែរបាទតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងក្លែកមកមើលប្លុកម៉ាស៊ីនទាំងអស់គ្នាបាទបងប្អូនអ្នកគ្នាបើយើងនិយាយពីសាច់ដែកនៃប្លុកម៉ាស៊ីនវិញនៅពេលដែលយើងបើកគម្របម៉ាស៊ីនមកបាទគឺយើងអាចនិយាយបានថាសាច់ដែកនៃប្លុកម៉ាស៊ីននេះគឺនៅថ្មីមែនតើច្រេះមួយគ្រាប់ក៏អត់តន់ឃើញទេណាបងប្អូនអ្នកគ្នាបាទហើយបើយើងរាប់ពីអាយុកាលនៃការផលិតរថយន្តនេះមកតាំងពីឆ្នាំ2006រហូតមកដល់ឆ្នាំ2025បាទគឺច្រើនឆ្នាំមែនតើប៉ុន្តែរថយន្តនេះគឺនៅរក្សាសាច់ដែកបាននៅថ្មីល្អបងប្អូនអ្នកគ្នាបាទហើយបើយើងនិយាយពីសាច់ធ្នឹមវិញបាទថ្នេរនៃសាច់ធ្នឹមរថយន្តនេះគឺនៅ original តែម្ដងអត់ធ្លាប់បុកប៉ះពីមុនទេណាបងប្អូនអ្នកគ្នាបាទគឺខាងប្អូនធានាជូនពុកម៉ែបងប្អូនអ្នកគ្នាបាទថារថយន្តនេះគឺអត់តន់បុកប៉ះពីមុនមកទេបាទប្រវត្តិគឺឡានសំណុំតែម្ដងបាទមួយវិញទៀតយើងអាចឃើញបានថាតែមលេខកូដបាទនៅតាមជញ្ជាំងនៃថ្ពាល់រថយន្តគឺនៅទាំងសងខាងតែម្ដងបាទមានន័យថារថយន្តនេះគឺអត់ធ្លាប់បុកប៉ះពីមុនទេបងប្អូនអ្នកគ្នាបាទគឺនៅលេខកូដមួយជុំតែម្ដងតោះបងប្អូនអ្នកគ្នាអំបញ្ញមិញយើងបានកលេចមើលប្លុកម៉ាស៊ីនរួចហើយឥឡូវយើងកលេចមកមើលផ្នែកខាងក្នុងនៃរថយន្តនេះវិញម្ដងបាទនៅពេលដែលយើងបើកទ្វារមកបាទយើងចាប់អារម្មណ៍ទៅលើស្កុតលេខកូដបាទស្កុតលេខកូដនៅតាមទ្វារបងប្អូនអ្នកគ្នានេះគឺជាស្កុត original តែម្ដងបានន័យថារថយន្តនេះគឺមិនធ្លាប់មានប្រវត្តិផ្លាស់ប្ដូរទ្វារទេបាទឥឡូវយើងកលេចមកមើលផ្នែកខាងក្នុងនេះយើងឃើញជាក់ស្ដែងគឺដៃចង្កូតក៏ដូចជាតាបឡូអីគឺនៅរក្សាភាពថ្មីមែនតើបាទអត់តមានបាក់បែកសំបីតែមួយខ្លែបណាទេបាទនៅតាមជញ្ជាំងនៃដៃទ្វារអីគឺនៅ original តែម្ដងបងប្អូនអ្នកគ្នាបាទអត់តមានបាក់បែកត្រង់ណាទេបាទហើយស្បែកពុកកៅអីទាំងអស់បាទទាំងមុខទាំងក្រោយគឺស្រួលអង្គុយមែនតើបងប្អូនអ្នកគ្នាបាទស្បែកពុកនេះគឺទន់មែនតើបងប្អូនអ្នកគ្នាអាចមកសាកល្បងអង្គុយក៏ដូចជាបើកតេស្តសាកល្បងនៅខាង CX Auto ផ្ទាល់បានបាទបងប្អូនអ្នកគ្នាបើយើងនិយាយអំពីអេក្រង់ screen នៃរថយន្តនេះវិញបាទគឺនៅសភាពថ្មីបាទដំណើរការបានល្អហើយចំណែកឯម៉ាស៊ីនត្រជាក់វិញបាទម៉ាស៊ីនត្រជាក់នៃរថយន្តនេះគឺបញ្ចេញខ្យល់ត្រជាក់បានលឿនមែនតើនៅពេលដែលឡានទុកចោលនៅក្នុងសីតុណ្ហភាពក្តៅនៅខាងក្រៅបងប្អូនអ្នកគ្នាបាទនៅពេលដែលយើងបញ្ឆេះរថយន្តហើយគឺម៉ាស៊ីនត្រជាក់នេះគឺបញ្ចេញខ្យល់ត្រជាក់បានលឿនមែនតើដែលសីតុណ្ហភាពក្នុងរថយន្តគឺឆាប់ត្រជាក់បងប្អូនអ្នកគ្នាបាទបងប្អូនអ្នកគ្នាអាចមកតេស្តសាកល្បងម៉ាស៊ីនត្រជាក់នៅខាងបងប្អូនផ្ទាល់បានបាទគឺបងប្អូនអត់ចេះតែនិយាយទេបាទបងប្អូនអ្នកគ្នាអាចមកតេស្តសាកល្បងផ្ទាល់បានបាទបងប្អូនអ្នកគ្នាបើយើងនិយាយពីផ្នែកខាងក្រោយនេះវិញបាទលេខកូដក៏នៅមួយជុំដែរបាទទ្វារទាំង4នេះគឺនៅលេខកូដមួយជុំទាំង4តែម្ដងហើយស្បែកជញ្ជាំងវិញក៏អត់តមានរហែកសំបីតែមួយផ្ទាំងណាទេបាទគឺនៅថ្មីទាំង4ផ្ទាំងតែម្ដងតោះឥឡូវយើងកលេចមកមើលកម្រាលវិញបាទកម្រាលគឺយើងបានបំពាក់ទៅដោយកម្រាល VIP សម្រាប់ពុកម៉ែបងប្អូនអ្នកគ្នារួចអស់ហើយបាទគឺរថយន្តនេះគឺខាងបងប្អូនបានលេងអស់ហើយបាទបើយើងនិយាយពីស្បែកពុកផ្នែកខាងក្រោយនេះវិញគឺស្បែកពុកគឺស្រស់ស្អាតមែនតើគឺមួយខ្លែបណាក៏អត់តមានរហែកដែរបាទហើយក៏អត់តមានប្រឡាក់ដែរគឺស្បែកពុកគឺស្រួលអង្គុយមែនតើបងប្អូនអ្នកគ្នាហើយ space នៃផ្នែកខាងក្រោយនេះក៏ធំទូលាយទៀតបាទបងប្អូនអ្នកគ្នា space ខាងក្រោយនេះគឺអាចដាក់មនុស្សបានរហូតដល់3នាក់ទៀតបាទអញ្ចឹងសមាជិកគ្រួសារ3នាក់ទៀតក៏អត់ជាបញ្ហាដែរបងប្អូនអ្នកគ្នាគឺកៅអីខាងក្រោយនេះគឺធំទូលាយមែនតើបាទតោះបងប្អូនអ្នកគ្នាកុំឲ្យខាតពេលបងប្អូនទាំងអស់គ្នាយូរជាក់ស្ដែងយើងបានឃើញផ្នែកខាងក្នុងមិញហើយបាទគឺថ្មីមែនតើឥឡូវយើងកលេចមកមើលផ្នែកខាងក្រោយវិញម្ដងតើសាច់ដែកនៅផ្នែកខាងក្រោយនេះគឺនៅថ្មីកម្រិតណាបាទបងប្អូនអរគ្នានេះគឺជាសាច់ដែកនៃប្លុកផ្នែកគូតខាងក្រោយនៃរថយន្ត Toyota Prius នេះបាទជាក់ស្ដែងនៅពេលដែលយើងមើលឲ្យចិត្តទៅបាទគឺយើងអត់ឃើញច្រេះសំបីតែមួយគ្រាប់បាទសាច់ដែកនៃផ្នែកខាងក្រោយនេះគឺមិនចាញ់ប្លុកម៉ាស៊ីនមិញទេបាទសំបីតែកាវអីគឺនៅ original ទាំងអស់ហើយអត់មានច្រេះសំបីតែមួយគ្រាប់បងប្អូនអរគ្នាសាច់ដែកនៅតាមថ្នេរនៃផ្នែកគូតខាងក្រោយនេះគឺនៅ original តែម្ដងបាទជាក់ស្ដែងគឺខាងបងប្អូនថតឲ្យបងប្អូនអរគ្នាមើលច្បាស់តែម្ដងដើម្បីកុំឲ្យពុកម៉ែបងប្អូនអរគ្នាមកពិនិត្យរថយន្តនេះនៅទីតាំងបងប្អូនណាបាទកុំឲ្យខាតពេលពុកម៉ែបងប្អូនអរគ្នាពេលវេលាពុកម៉ែបងប្អូនអរគ្នាគឺមានតម្លៃមែនតើបាទអញ្ចឹងហើយគឺនៅពេលដែលបងប្អូនធ្វើវីដេអូបង្ហាញរថយន្តមួយបាទគឺខាងបងប្អូនថតឲ្យបងប្អូនអរគ្នាគឺច្បាស់តែម្ដងអត់មានលាក់លៀមនៃផ្នែករថយន្តណាមួយទេបាទអញ្ចឹងបាទបន្ទាប់ពីយើងមើលផ្នែកខាងក្រោយមិញហើយឥឡូវយើងកលេចមកមើលផ្នែកខាងក្រៅវិញម្ដងតើសាច់ទឹកថ្នាំរថយន្តនេះគឺនៅថ្មីកម្រិតណាបាទជាក់ស្ដែងដោយបងប្អូនគ្នាបានឃើញអញ្ចឹងសាច់ដែកនៃផ្នែកខាងក្រៅនេះគឺអត់តមានស្លកសំបីតែមួយផ្ទាំងណាទេបាទ
បាទគឺរថយន្តនេះគឺនៅសាច់ទឹកថ្នាំគឺនៅ original ច្រើនមែនតើបងប្អូនទាំងអស់គ្នាសូម្បីតែមើលផ្ទាំងណាក៏អត់មានចលៀសពណ៌គ្នាដែរបងប្អូនទាំងអស់គ្នាបាទគឺសាច់ទឹកថ្នាំគឺនៅ original ច្រើនបាទពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍រថយន្ត Toyota Prius ស៊េរីឆ្នាំ2006 full option មួយនេះបាទពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងមកលេខទូរស័ព្ទទាំង3ខ្សែដែលខាងបងប្អូនដាក់នៅលើ caption នៃ post នេះឬមួយក៏ពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់អីបន្ថែមតាក់ទងនឹងរថយន្តខាងលើនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការ inbox មកកាន់ page ផ្ទាល់បាទក្រុមការងារយើងនឹងធ្វើការឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យលឿនតាមដែលអាចធ្វើទៅបានបាទមួយវិញទៀតនោះបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ធ្វើការបង់រំលោះទៅលើរថយន្តខាងលើនេះបាទខាងបងប្អូនក៏មានដៃគូសហការក្នុងការបង់រំលោះដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមានទឹកប្រាក់ចូលរួមមុនត្រឹមតែ 5% តែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាអាចយករថយន្តនេះទៅប្រើប្រាស់បានបាទអញ្ចឹងហើយគឺបងប្អូនទាំងអស់គ្នាអាចរស់រានឡើងបាទរថយន្តប្រភេទអេតាឡានថ្មីបែបនេះគឺខាងបងប្អូនមិនងាយកាត់បានទេបាទយូរកាត់បានមួយគ្រឿងទេអេតាឡានប្រភេទថ្មីបែបហ្នឹងបងប្អូនទាំងអស់គ្នាបាទទាំងម៉ាស៊ីនទាំងសាច់ប្រព័ន្ធភ្លើងអីគឺនៅដំណើរការល្អមែនតើទាំងអាគុយអីគឺនៅថ្មីទាំងអស់បាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារគឺខាងបងប្អូនគឺ recommend បងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់គឺល្អមែនតើបាទអញ្ចឹងអរគុណមែនតើសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូការបង្ហាញអំពីរថយន្ត Toyota Prius មួយនេះបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត